ជំរាបសួរបាទខ្ញុំខ្វាន់មែននៅក្នុងវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនារូបចម្លាក់ឬប្រាសាទសម័យបុរាណទាំង7ដែលបានសាងសង់ដោយមនុស្សពីសម័យបុរាណទៅទស្សនាទាំងអស់គ្នាតើមានអ្វីគួរចាប់អារម្មណ៍ខ្លះទី1វិមានព្រះស៊ីអ៊ូសវិមាននេះស្ថិតនៅទីក្រុងអូឡូពៀប្រទេសក្រិចនាបច្ចុប្បន្នវិមាននេះបានសាងសង់ដោយប្រើភ្លុកដំរីអង្គុយនៅលើកៅអីដែលមានកម្ពស់12ម៉ែត្ររាប់តាំងពីជើងក្រោមសម្រាប់ដៃខាងស្ដាំបានកាន់ព្រះនាងជ័យជំនះរីឯដៃខាងឆ្វេងកាន់ដំបងវេទមន្តរបស់ព្រះអង្គវត្ថុទាំងនេះគឺជាជំនឿជឿរបស់មនុស្សសម័យនោះរបស់ទាំងពីរយ៉ាងនេះសាងសង់ដោយប្រើមាសសុទ្ធមនុស្សសម័យបុរាណគេមានជំនឿជឿថានេះគឺជាព្រះអង្គដែលស័ក្តិសិទ្ធិមួយបច្ចុប្បន្នទីនេះមានការបាក់បែកជាច្រើននៅសល់ត្រឹមតែប្រាសាទចាស់មួយនិងលួយកាក់ពីសម័យបុរាណឬរូបភាពជាដើមទី2វិមានដៃអាណាដោយវិមាននេះស្ថិតនៅទីក្រុងអេស៊ីស៊ូសប្រទេសក្រិចនាបច្ចុប្បន្នដោយវិមាននេះសាងសង់ដោយប្រើថ្មខ្ចីឬថ្មកំបោរជាដើមវិមាននេះសាងសង់តាំងពី550ឆ្នាំមុនគ្រិស្តសករាជឬប្រហែល2575ឆ្នាំមុនវិមាននេះមានទទឹងប្រហែល50ម៉ែត្របណ្ដោយមានប្រវែង114ម៉ែត្ររីឯដំបូលសាងសង់ដោយប្រើឈើនិងថ្មខ្ចីជាដើមនៅក្នុងសម័យនោះមានជំនឿជឿថាគេសាងសង់ដើម្បីឧទ្ទិសថ្វាយទៅដល់ព្រះអាថាមីនដើម្បីចុះមកពីលើឋានសួគ៌ដើម្បីជួយបញ្ជារាស្ត្រនិងឲ្យគេចផុតពីគ្រោះមហន្តរាយផ្សេងៗដទៃទៀតនៅក្នុងសម័យនោះវិមាននេះមានការបាក់បែកជាច្រើនបន្តមកក៏មានការជួសជុលបន្ថែមជាច្រើនដោយសារតែមានការភ្លើងឆេះជាច្រើនដងបច្ចុប្បន្នវិមាននេះក៏មានរូបរាងដូចដើមទី3វិមាន Colossus នេះគឺជារូបចម្លាក់របស់ព្រះអង្គ Apollo ដោយរូបចម្លាក់នេះសាងសង់ដោយប្រើមាសសម្រិតទាំងអស់វិមាននេះស្ថិតនៅទីក្រុងរ៉ូសនៅប្រទេសក្រិចនាបច្ចុប្បន្នរូបចម្លាក់នេះមានកម្ពស់ទៅដល់40ម៉ែត្របានសាងសង់តាំងពី300ឆ្នាំមុនគ្រិស្តសករាជឬប្រហែល2352ឆ្នាំមុននៅក្នុងសម័យនោះនៅពេលដែលសាងសង់បាន60ឆ្នាំបន្តមកទៀតក៏មានផែនដីរំជួយកាត់ឡើងទើបធ្វើឲ្យរូបចម្លាក់មួយនេះមានការបាក់បែកតាំងពីឆ្នាំ2020មុនគ្រិស្តសករាជបន្តមកក៏គ្មានការជួសជុលទៅដល់900ឆ្នាំបន្តមកនៅក្នុងសតវត្សទី10គេចាប់ផ្ដើមចាប់អារម្មណ៍ជនជាតិសាឡាសិននៅក្នុងសម័យនោះគេចាប់ផ្ដើមទិញយកមាសសម្រិតទាំងអស់ដើម្បីទៅធ្វើជាអាវុធឬកាំភ្លើងជាដើមបច្ចុប្បន្នទីនេះក៏គ្មាននៅសល់រូបចម្លាក់ទៀតឡើយទី4ភ្នោមូសូលៀនទីនេះសាងសង់ដោយព្រះនាងអាទីមីសៀព្រះនាងគឺជាព្រះមហាក្សត្ររបស់ព្រះអង្គមូសូលូសនៅក្នុងសម័យខារៀទីនេះសាងសង់ឡើងដើម្បីទុកសាកសពរបស់ព្រះអង្គមូសូលូសក្រោយពីព្រះអង្គបានសោយទីបង្គត់ព្រះអង្គបានសោយទីបង្គត់នៅក្នុង350ឆ្នាំមុនគ្រិស្តសករាជឬប្រហែល2400ឆ្នាំមុនទីនេះស្ថិតនៅទីក្រុងខានីហាឡាសាសនៅប្រទេសអ៊ីឡង់នាបច្ចុប្បន្នដោយភ្នោនេះមានកម្ពស់ទៅដល់200ម៉ែត្ររាប់តាំងពីលើដល់ដីតែម្ដងរីឯចំពោះភ្នោមានត្រឹម45ម៉ែត្រតែប៉ុណ្ណោះនៅក្នុងការសាងសង់ភ្នោមួយនេះគឺប្រើថ្មបាយក្រៀមទាំងអស់ដោយភ្នោនេះនៅកម្ពស់លើគឺមានការឆ្លាក់រូបចម្លាក់របស់ព្រះអង្គមូសូរុសអង្គុយលើរទេះសេះបន្តមកនៅក្នុងសតវត្សទី12គឺមានផែនដីរំជួយកាត់ឡើងធ្វើឲ្យភ្នោមួយនេះមានការបាក់បែកជាច្រើនបច្ចុប្បន្នទីនេះសល់ត្រឹមប្រាសាទបាក់បែកមួយហើយក៏គ្មានការជួសជុលវិញដែរទី5សួនអណ្តែតទឹកដោយទីនេះស្ថិតនៅជិតខ្សែទឹកយូហ្វេសស្ថិតនៅប្រទេសអ៊ីរ៉ាក់នាបច្ចុប្បន្នទីនេះបានសាងសង់ឡើងនៅក្នុងសម័យព្រះមហាក្សត្រសម័យទី2នៅទីក្រុងបាប៊ីឡូននៅក្នុងសម័យនោះព្រះអង្គបានបញ្ជាឲ្យសាងសង់ទីនេះដើម្បីប្រគល់ទីនេះដល់ភរិយារបស់ព្រះអង្គទីនេះបានសាងសង់ឡើងនៅក្នុងឆ្នាំ600មុនគ្រិស្តសករាជឬប្រហែល2600ឆ្នាំមុនទីនេះបានសាងសង់នៅលើកោះមួយពេញទៅដោយខ្សាច់នៅខាងសួនអណ្តែតទឹកមួយនេះមានកម្ពស់ទៅដល់25ម៉ែត្រនៅក្នុងទំហំសួនមានទៅដល់130ម៉ែត្រ4ជ្រុងនៅតាមជាន់កាំជណ្ដើរមានការតុបតែងផ្កាជាច្រើនពិតជាស្រស់ស្អាតមែនទែនទី6បង្គោលភ្លើងហ្វារ៉ូដោយទីនេះស្ថិតនៅលើកោះ Fars នៅជិតសមុទ្រ Mediterranean នៅទីក្រុង Alexandria នៅប្រទេសអេស៊ីបនាបច្ចុប្បន្នដោយទីនេះសាងសង់នៅក្នុងឆ្នាំ270មុនគ្រិស្តសករាជឬប្រហែល2290ឆ្នាំមុនដោយបង្គោលភ្លើងហ្វានេះមានកម្ពស់ទៅដល់200ម៉ែត្រនៅក្នុងការសាងសង់ដោយប្រើថ្មខ្ចីឬថ្មកំបោរនៅក្នុងសម័យនោះម្យ៉ាងទៀតមានក្បាច់ក្បូរយ៉ាងស្រស់ស្អាតរួមទាំងមានជណ្ដើរឡើងទៅដល់ជាន់លើនៅកម្ពស់លើដែលមានចង្កៀងខ្នាតធំមួយទុកបញ្ចាំងពន្លឺចុះមកក្រោមនៅពេលយប់មានពន្លឺច្បាស់មែនទែននៅក្នុងសតវត្សទី13បង្គោលភ្លើងហ្វាមួយនេះមានការបាក់បែកឡើងដោយសារតែមានផែនដីរំជួយនៅក្នុងឆ្នាំនោះទី7ភីរ៉ាមីតទីនេះគឺជាភីរ៉ាមីតនៅប្រទេសអេស៊ីបដែលស្ថិតនៅទៅខាងលិចនៅជាប់ខ្សែទឹកណាយនៅទីក្រុងទីសិនទៅខាងជើងនៅខេត្តខៃរ៉ូនៅជិតរាជធានីនៃប្រទេសអេស៊ីបដោយទីនេះមានភីរ៉ាមីតទៅដល់3មានកំពូលស្រួចស្រួចដោយភីរ៉ាមីតមួយនេះគ្មានការបាក់បែកនោះទេមានភាពល្អឥតខ្ចោះតាំងពីសម័យបុរាណដែលមានការសាងសង់នៅក្នុងឆ្នាំ3500មុនគ្រិស្តសករាជឬប្រហែល5500ឆ្នាំមុនវិធីការសាងសង់ដោយប្រើដីខ្សាច់ចាក់ជា4ជ្រុងហើយសកត់ឲ្យរឹងដីខ្សាច់នៅក្នុងមួយដុំមានទម្ងន់ទៅដល់2តោនកន្លះដោយប្រើដីខ្សាច់ទាំងនេះជាដុំ
ដោយសរុបក្នុងការប្រើប្រាស់គឺ2លាន3សែនដុំដោយប្រើកម្មការនៅក្នុងសម័យនោះប្រហែល1សែននាក់នៅក្នុងការសាងសង់ដោយប្រើពេលវេលាទៅដល់20ឆ្នាំដោយទីនេះមានភាពដូចដើមទាំងអស់ទោះបីជាប្រើពេលវេលាកន្លងផុតទៅ5000ឆ្នាំក៏ដោយហើយនេះក៏ជា7រឿងដែលមានការនិយាយទាក់ទងជាមួយនឹងការសាងសង់ពីសម័យបុរាណរួមទាំងប្រាសាទវិមានឬបង្គោលភ្លើងហ្វាឬពីរ៉ាមីតជាដើមនៅក្នុងវីដេអូនេះបើមានសម្ដីខុសឆ្គងកន្លែងណាសូមមេត្តាខន្តីអភ័យទោសសម្រាប់ថ្ងៃនេះខ្ញុំសូមអរគុណនិងសូមជម្រាបលាអរគុណសម្រាប់ការចូលទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ